ចាសួស្តីសិស្សានុសិស្សទាំងអស់ដែលជាឆ្នាំប្រឡងហើយគាត់បានជួបអ្នកគ្រូការពីម្សិលមិញគាត់ថាអ្នកគ្រូខានឃើញអ្នកគ្រូlive វីដេអូយូរនឹងថតជាវីដេអូខ្លីៗចាដោយសារមួយរយៈមុនអ្នកគ្រូរវល់អញ្ចឹងកុំឲ្យខាត់ពេលយូរអ្នកគ្រូឆ្លើយតបនឹងសំណួរកូនសួរថាអ្នកគ្រូនៅពេលដែលយើងជាឆ្នាំប្រឡងតើយើងរៀនមិនដើម្បីឲ្យឆាប់យល់លឿនហើយស្ដាប់បានល្អហើយឆាប់បាននៅចំណុចសំខាន់របស់គ្រូចាអញ្ចឹងចំណុចទី1គឺយើងត្រូវកត់ត្រានៅអ្វីដែលគ្រូបង្រៀនមានន័យថានៅពេលដែលយើងកត់ត្រាគឺធ្វើឲ្យយើងចងចាំបានល្អជាងនៅដែលគ្រាន់តែយើងស្ដាប់ហើយយើងអាចបានកត់ត្រាវាទុកនៅចំណុចសំខាន់ដែលយើង highlight នៅអ្វីដែលលោកគ្រូអ្នកគ្រូគាត់បានបង្រៀននៅចំណុចពិសេសជាច្រើនចាចំណុចទី2គឺយើងកុំនិយាយគ្នានៅពេលដែលគ្រូកំពុងបង្រៀនចានៅពេលដែលលោកគ្រូអ្នកគ្រូគាត់បង្រៀនយើងគួរតែត្រង់ត្រាប់ស្ដាប់ដោយយកចិត្តទុកដាក់ពីព្រោះជួនកាលនៅពេលដែលយើងជជែកគ្នាវាអាចភ្លេចនៅចំណុចដែលសំខាន់ណាមួយដែលគ្រូគាត់កំពុងតែបញ្យល់ចាអញ្ចឹងក៏វាប៉ះពាល់ធ្វើឲ្យការសិក្សាយើងនឹងមិនបានល្អប្រសើរផងដែរហើយចំណុចទី3កុំអង្គុយក្បែរមនុស្សដែលនិយាយច្រើនចានឹងដែលមិនដែលស្ដាប់គ្រូអញ្ចឹងនៅពេលដែលយើងអង្គុយចំគៀកមិត្តភ័ក្ដិណាមួយដែលគាត់សួរយើងច្រើនណែនាំយើងនិយាយច្រើនអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់ការសិក្សាយើងផងដែរអញ្ចឹងការសេពគប់មិត្តភ័ក្ដិក៏សំខាន់ដែរចាអញ្ចឹងភាគច្រើនគឺគ្រូគាត់ចេញវិញ្ញាសាប្រឡងឬក៏រាល់ប្រឡងប្រចាំខែគាត់តែងតែចេញនៅក្នុងមេរៀនដែលគាត់បញ្យល់នឹងច្រើនជានៅក្នុងសភៅពីព្រោះវាជាកលឹះសំខាន់មួយដែលគាត់យកមកបកស្រាយនិងដំណោះស្រាយជូនដល់សិស្សានុសិស្សអញ្ចឹងការស្ដាប់ពាក្យទាំងឡាយណាដែលគ្រូនិយាយវាមានប្រយោជន៍ក្នុងការស្ដាប់ឃ្លាប្រយោគឬក៏ស្ដាប់ភាសាចាស្ដាប់ចំណុចសំខាន់នៃមេរៀននិងស្ដាប់ហេតុផលរបស់គ្រូបញ្យល់ចាអញ្ចឹងចំណុចខ្លីៗដែលអ្នកគ្រូប្រាប់នេះគឺជាចំណុចមួយនៅពេលដែលកូនប្រឡងកូនអាចងាយស្រួលក្នុងការទទួលយកបន្ទុកបានច្រើនជាងយើងទន្ទិញមេរៀនហើយនឹងច្រើនជាងយើងយល់មេរៀនចាចំណុចដែលយើងយល់មេរៀននោះវាជាចំណុចសំខាន់ខ្លាំងហើយតែបើយើងបូកផ្សំនឹងកលឹះតូចបូកការបញ្យល់របស់គ្រូទៀតវាកាន់តែធ្វើឲ្យយើងនឹងបានបន្ទុកល្អ